បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំបានមកលេងភ្នំភ្នំសំពៅអញ្ចឹងគោលបំណងគឺថាមកមើលវិជាវហើយចេញពីឡាននៅពេលល្ងាចឬគេនិយាយយូរហើយតែអត់ដែលបានមកមើលខ្លួនឯងទេបើតែខ្ញុំអ្នកបាត់ដំបងមែនតែអត់ដែលបានមកលេងភ្នំសំពៅហ្នឹងទេចឹងលើកទី1សម្រាប់ខ្ញុំដែលមកលេងភ្នំសំពៅហើយគោលបំណងគឺមកមើលវិជាវតែអត់ដល់ម៉ោងទេវិជាវលើគេប្រាប់ថាម៉ោង6មិនបានចាញ់ថ្ងៃល្ងាចបានចាញ់លើគេថាច្រើនណារាប់លានក្បាលហើយចេញពីក្នុងឡានប៉ុន្តែការពិតអត់ទៅដឹងច្រើនឬក៏អត់ទេព្រោះពងតែរងចាំមើលដែរហ្នឹងពងឈរចាំមេឃល្ងាចដែរហ្នឹងចូលចាំក៏ថតរូបសំណាក់ព្រះរូបដែលគេបានឆ្លាក់នៅជាប់នឹងជញ្ជាំងភ្នំសំពៅនេះដែរបាទគឺឃើញថាស្អាតមែនទែនប្លែកពីខ្ញុំមកដែរមកទៅតែមកលើទី1មានរូបព្រះធំមានរូបនាងសិរិមហាមាយាប្រសូតបុត្រឈូតោងដើមរៀងភ្នំហើយនឹងគួបផ្សំជាមួយនឹងបរិយាកាសពេលល្ងាចម៉ោង5ម៉ោង6គឺថាតិចល្អតិចបាទនេះសុទ្ធតែអ្នករងចាំមើលវិជាហោះដែរមានច្រើននេះជាពិសេសជនជាតិមានច្រើនមានបារាំងពិសេសជនជាតិបារាំងគឺសម្បូរមែនទែនយូរខ្ញុំសង្កេតឃើញថានៅបាត់ដំបងនេះគឺមានបារាំងច្រើនវាក៏កាន់តែងឹតទៅនេះខ្ញុំតែរងចាំថាវិជាចាញ់ហើយនៅជាច្រើនណាស់ប៉ុន្តែនេះខ្ញុំទៅរងចាំនៅមាត់ឡានធំក្លិនវិជាតែម្ដងនេះថាវាជាតិដល់មកវិចាញ់ហើយគឺធំក្លិនខ្លាំងធំក្លិនឆ្អេះគឺនោះគឺកាន់តែធំក្លិនកាន់តែខ្លាំងទៅអញ្ចឹងមានន័យថាវាគង់តែជាតិចាញ់គេជុំគ្នានៅខាងក្នុងឡានក៏មិនដឹងតែមិនចាកាមេរ៉ាស៊ូមយ៉ាងណាក៏វានោះចាប់ដើមចាញ់ហ្នឹងចាញ់ច្រើនណាស់ច្រើនមែនរាប់លានក្បាលក្នុងឡានខាងក្នុងមិនដឹងថាធំប៉ុណ្ណាទេចង់ចូលទៅមើលយ៉ាងមែនតាគឺហោះច្រើនវែងវាឆោះជាជួរវែងគឺទៅសត្វវិជានឹងដូចទៅដល់ម៉ោងវាចេញវាពេលវាដឹងហើយវាមាននាឡិកាណាមើលឆ្ងល់ដែរវាមានម៉ោងណាមើលដល់ម៉ោងពុះគឺវាចេញមកព្រមគ្នាបណ្ដោយហើយហោះវែងឬបងប្អូនអ្នកនៅនឹងគេថានេះដែលវាចេញគឺ20នាទីបានអស់គឺហោះរហូត20នាទីគឺទៅមិនតិចលានក្បាលទេអ្នកមើលហោះមកនឹងរាប់ម៉ឺនរាប់សែនរាប់លានចូលខ្ញុំគិតថាចូលលាននឹងប្រហែលលានទេហើយច្រើនណាស់អ្នកមើលហើយវាថាធំក្លិនរៀងឆ្អេះគឺធំក្លិនខ្លាំងមែនទែនហើយអត់ដឹងថាវាហោះទៅណាទេខ្ញុំឮគេប្រាប់ថាម៉ោង6ល្ងាចគឺវាចាប់ដើមហើរចេញហើយដល់ពេលព្រឹកចិត្តភ្លឺម៉ោង4ម៉ោង5អីហ្នឹងគឺវាហើរមកវិញហើយមិនដឹងថាវាហើរទៅណាទេមកយប់ហ្នឹងនឹងវាទៅដើរលេងណាឬក៏ទៅណាទេគឺជាប្រចាំអញ្ចឹងគឺវាក្នុងនឹងប្រមាណនេះបែបនេះគឺជារៀងរាល់ថ្ងៃងាយចេញល្ងាចម៉ោង6ចេញអញ្ចឹងយប់ចិត្តភ្លឺម៉ោង4ម៉ោង5គឺវាមកវិញមិនដឹងថាវាទៅណាវាទៅចូលក្លឹបឬក៏វាទៅណាអត់ដឹងថាវាទៅរកស៊ីណាហើយគឺច្រើនមែនទែននេះវាថាទៅរកស៊ីមិនដឹងថាទៅរកស៊ីណាគឺវាច្រើនចូលរាប់លានក្បាលវាហោះជាខ្សែជាជួរប្រៀបដូចជាអ្នករាជហោះអញ្ចឹងអត់មានហើបែកផ្សេងអីអាណាជាចាយរត់ចុះរត់ឡើងដាច់ស៊ីស្រោគេគឺអត់មានទេគឺវាហើជាជួរជាបាក់ជាពួកវាគឺល្អណាស់គឺល្អមែនទែនគឺប្លែកមែនទែនខ្ញុំមិនដែលឃើញទៅលើកទី1កើតមកអាយុ30ឆ្នាំជាងទៅទី1ទៅឃើញវិជាហោះជាវែងជាជួរអញ្ចឹងអានេះគឺស្ថិតនៅភ្នំសំពៅស្ថិតនៅក្នុងខេត្តបាត់ដំបងអញ្ចឹងបងប្អូនណាដែលបានឃើញគឺអាចមកទស្សនាបានអ្នកគឺប្លែកភ្នែកប្លែកអារម្មណ៍អញ្ចឹងអ្នកដែលនៅខេត្តឆ្ងាយឬខេត្តផ្សេងៗដូចគ្នាដែលអត់ទាន់បានឃើញក៏អាចមកមើលបានអ្នកនៅភ្នំសំពៅគឺប្លែកមិនដឹងថាក្នុងប្រទេសកម្ពុជាយើងមានទិដ្ឋភាពបែបហ្នឹងកន្លែងផ្សេងនឹងមានដែរអត់មិនដឹងដែរ
តែនេះគឺស្ថិតនៅក្នុងភ្នំសំពៅចឹងអាចមកមើលបានហើយគឺជនជាតិគឺគាត់ទន្ទឹងរង់ចាំមើលច្រើនល្ងាចឡើងគឺមកមើលថតនេះអត់ទើបអស់នេះខ្ញុំឈោថតឡើងចុកដៃនេះហើយអត់គឺនៅតែចេញមករហូតដល់ហើយ đi đủ gì là đi sao មានគេប្រាប់ខ្ញុំថា20នាទីបានអស់ចឹង20នាទីនឹងប្រហែល100លានក្បាល lại vàng មើលហោលឡើងវិញទៅហើយក៏បិទមេល្ងិតđấy nè តែខ្ញុំថតទូរស័ព្ទមើលទៅអត់សល់ល្ងិតបានទេ lúc bay này vàng nè តែរូបនៅខាងក្រៅគឺល្ងិតហើយរឿងល្ងិតស្រាងស្រាង nó bay KTV តែដោយសារថត iPhone នោះមើលទៅរឿងភ្លឺភ្លឺនៅតែភ្លឺបាទគឺច្រើនណាស់ខ្ញុំឈោកាន់ទូរស័ព្ទឡើងចុកដៃហើយនេះហើយដឹងស្មានណាអស់ហើយខ្ញុំចង់ដឹងថាជាមើលវាស្មានណាអស់តែប្រហែលជាមិនអាចចាំដល់អស់នេះគឺថា20នាទីដល់កន្លះម៉ោងបើខ្ញុំចាំថតដល់អស់មកយកចូលកាន់ចុកដៃមកនោះវាហៅជាវិញជាក្រុមហៅទៅលើដំបូលតាមដំបូលផ្ទះជីវរដ្ឋយើងនេះហោះទៅទិសខាងលិចទៅខាងជើងហើយជាងទៅខាងលិចតែដឹងតណានេះទៅពុយប៉ែតក៏មិនដឹងទេទៅចូលក្លឹបបាក់ស៊ីចិត្តភ្លឺបានមកវិញតែនិយាយពីក្លិនវិញគឺឆ្អែតមែនតើចឹងបើសិនជាអាចមកមើលចឹងគឺពាក្យម៉ាស់មកធំក្លិនហើយខ្ញុំអត់បានពាក្យបានយកម៉ាស់មកគូនោះច្រើនហៅជាបច្ចុប្បន្នទៅឈួលដូចផ្សែងហ្នឹងដូចសត្វនេះក៏រីកហត់អញ្ចឹងនៅក្នុងឡាងហ្នឹងក៏ធំមិនដឹងតែក្នុងឡាងហ្នឹងធំប៉ុណ្ណាទេហើយវានៅយប់ឡើងអស់ពីថ្ងៃឡើងនៅវាដេកមិនម៉ាអូចេញមកច្រើននេះច្រើនមែនខ្ញុំមិនដែរឃើញទៅលើទី1នេះវាចេះនៅដុំគ្នានឹងច្រើនល្អមែនទេ mà là ពិតជា cắt nó ផ្លែកភ្នែកមែនអត់ដែរឃើញទេដឹងបងនៅខេត្តផ្សេងនឹងមានអញ្ចឹងដែរអត់មានដូចនៅក្នុងសំពៅខេត្តបាត់ដំបងទេអត់